វេទិកាសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយឆ្នាំ2025ខ្សែក្រវ៉ាត់នឹងផ្លូវចាប់ផ្ដើមឡើងពីថ្ងៃទី16ដល់ថ្ងៃទី19ខែកញ្ញានេះនៅទីក្រុងកូនមីងខេត្តយូណានប្រទេសចិនកិច្ចប្រជុំនេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធផ្សព្វផ្សាយចិននិងប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ដើម្បីលើកកម្ពស់ការយល់ដឹងពីគម្រោងខ្សែក្រវ៉ាត់នឹងផ្លូវវេទិកានេះត្រូវបានរៀបចំដោយសារព័ត៌មានចិន People's Daily ដោយមានអ្នកចូលរួមប្រមាណ500នាក់បរទេស200នាក់មកពី87ប្រទេសសារព័ត៌មាន AFS ក៏ស្ថិតនៅក្នុងចំណោមអ្នកចូលរួមបរទេស200នាក់ដែលបានចូលរួមនៅក្នុងកិច្ចប្រជុំដ៏ធំប្រចាំឆ្នាំរបស់ប្រទេសចិនវេទិកានេះក៏មានការចូលរួមពីអ្នកនយោបាយអ្នកជំនាញនិងសហគ្រិនល្បីៗផងដែរថ្លែងនៅក្នុងកិច្ចប្រជុំលោកវ៉ាងយូប៊ីដែលជាអនុលេខាគណៈកម្មាធិការខេត្តយូណានបានលើកឡើងថាប្រព័ន្ធផ្សព្វផ្សាយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់គម្រោងខ្សែក្រវ៉ាត់មួយផ្លូវមួយដែលគម្រោងនេះបានផ្ដល់ប្រយោជន៍យ៉ាងធំធេងសម្រាប់ប្រទេសក្នុងតំបន់លោកវ៉ាងយូប៊ីបានអះអាងដូចនេះខ្ញុំសង្ឃឹមថាដៃគូប្រព័ន្ធផ្សព្វផ្សាយនឹងគាំទ្រនិងបន្តផ្សព្វផ្សាយអំពីគម្រោងខ្សែក្រវ៉ាត់នឹងផ្លូវនិងសកលដើម្បីជំរុញការយល់ដឹងនិងផ្សព្វផ្សាយពីវប្បធម៌រវាងប្រទេសនិងប្រទេសគំនិតដូចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវរបស់ប្រទេសចិនត្រូវបានដំណើរការរយៈពេល11ឆ្នាំមកហើយក្នុងការកសាងផ្លូវកំពង់ផែនិងហេដ្ឋារចនាសម្ព័ន្ធសំខាន់ជាច្រើននៅជុំវិញពិភពលោកនិពន្ធនាយកសារព័ត៌មានចិន People's Daily លោកចិនជៀនវិនបានថ្លែងថាគំនិតដូចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវក្នុងរយៈពេល11ឆ្នាំមកនេះបានក្លាយជាវេទិកាសជីវកម្មអន្តរជាតិដ៏ធំបំផុតនិងមានឥទ្ធិពលនៅលើពិភពលោកគម្រោងជាច្រើនបានតាក់ទាញវិនិយោគិននិងជួយជីវភាពរបស់ប្រជាជននៅក្នុងតំបន់ថែមទៀតទន្ទឹមនឹងនេះលោកជៀនវិនបានមើលឃើញថាប្រព័ន្ធផ្សព្វផ្សាយជាសម្លេងដ៏សំខាន់ដែលបានផ្ដល់ដំណឹងដល់ប្រជាជនអ្នករៀបចំវិនិយោគិននិងអ្នកអនុវត្តគោលនយោបាយឲ្យបានជ្រាបច្បាស់ពីព័ត៌មានពាក់ព័ន្ធការអនុវត្តគំនិតផ្ដួចផ្ដើមរបស់ចិននេះសូមបញ្ជាក់ថាសារព័ត៌មានចិន People's Daily បានរៀបចំវេទិកាកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយផ្ដោតលើគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវតាំងពីឆ្នាំ2014មកម្លេះវេទិកានេះក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកស្ទួយនិងផ្សព្វផ្សាយពីគំនិតផ្ដួចផ្ដើមរបស់ប្រទេសចិននេះឲ្យកាន់តែទូលំទូលាយ